គ្រួសារកម្ពុជាដែលរងផលប៉ះពាល់ពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃបានទទួលសម្ភារៈជួសជុលជំរកដោយមានការគាំទ្រពីអង្គការអន្តរជាតិទេសន្តប្រវេសន៍ IOM និងរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារតាមបណ្ដាញសង្គម Facebook ថាគ្រួសារមួយបានបង្ហាញការដឹងគុណចំពោះជំនួយនេះតាមរយៈយន្តការឆ្លើយតបបណ្ដឹងនិងមតិត្រឡប់ CFM របស់ IOM ដោយនិយាយថាជំនួយនេះបានផ្ដល់ការធូរស្រាលដល់គ្រួសារក្នុងអំឡុងពេលដ៏លំបាកគ្រួសារនោះបាននិយាយតាមខ្សែទូរស័ព្ទ CFM ថាគ្មានពាក្យពេចន៍ណាមួយអាចថ្លែងអំណរគុណដល់ IOM ឲ្យសមនឹងចិត្តត្រេកអររបស់យើងនៅថ្ងៃនេះទេគ្រួសារនោះបាននិយាយថាសម្ភារៈជួសជុលជំរកនឹងជួយពួកគេជួសជុលដំបូលផ្ទះនិងការពារសមាជិកគ្រួសារពីភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់គ្រួសារនោះបានបន្ថែមថាខណៈស្ថានភាពតាមព្រំដែនបន្តប៉ះពាល់ដល់ជីវភាពរបស់អ្នកភូមិជាច្រើនការគ្រប់គ្រងនេះបានជួយសម្រាលទុក្ខលំបាករបស់ពួកយើងមួយផ្នែកធំហើយបានថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តដល់ IOM និងរដ្ឋាភិបាលសហរដ្ឋអាមេរិកយន្តការ CFM អនុញ្ញាតឲ្យគ្រួសារដែលទទួលបានសម្ភារៈជួសជុលជំរកបញ្ចេញមតិយោបល់សាកសួរព័ត៌មានបញ្ជាក់ពីការទទួលបានជំនួយឬលើកឡើងពីកង្វល់ពាក់ព័ន្ធនឹងជំនួយដែលពួកគេទទួលបានគិតត្រឹមថ្ងៃនេះគ្រួសារចំនួន781ក្នុងចំណោម791គ្រួសារនៅខេត្តបន្ទាយមានជ័យបានទទួលកញ្ចប់សម្ភារៈជួសជុលជំរកនេះបើយោងតាមការបង្ហោះរបស់ស្ថានទូតសហរដ្ឋអាមេរិកក្នុងចំណោមនោះមានគ្រួសារចំនួន401នៅឃុំអូ3ជាន់និង380គ្រួសារនៅឃុំគោករមៀតកម្មវិធីនេះជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីជួយគ្រួសារដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនឲ្យអាចជួសជុលផ្ទះសម្បែងរបស់ពួកគេឡើងវិញប្រកបដោយសុវត្ថិភាពនិងស្ដារជីវភាពឡើងវិញដោយសេចក្តីថ្លៃថ្នូរ IOM បានបញ្ជាក់ថាការស្ដាប់មតិរបស់សហគមន៍តាមរយៈយន្តការដូចជា CFM គឺជាផ្នែកសំខាន់មួយនៃការងាររបស់ខ្លួនក្នុងអំឡុងពេលអនុវត្តគម្រោងជំនួយនេះត្រូវបានផ្ដល់គណៈសហគមន៍នៅតំបន់ដែលរងផលប៉ះពាល់ដោយភាពតានតឹងតាមព្រំដែនកម្ពុជាថៃនៅតែប្រឈមនឹងការរំខានដល់ផ្ទះសម្បែងនិងជីវភាពរស់នៅរបស់ពួកគេ។